រថក្រោះអ៊ីស្រាអែលបាញ់សម្លាប់មនុស្សជិត60នាក់ដែលកំពុងរងចាំបើកជំនួយនៅកាហ្សាការបាញ់ប្លង់ដ៏សាហាវរបស់រថក្រោះអ៊ីស្រាអែលបានកំណត់គោលដៅលើប្រជាជនប៉ាឡេស្ទីននៅទីក្រុង Khan Yunis នៃតំបន់កាហ្សាកាលពីថ្ងៃអង្គារទី17ខែមិថុនាដោយសម្លាប់មនុស្សយ៉ាងហោចណាស់59នាក់និង220នាក់ផ្សេងទៀតរងរបួសខណៈដែលពួកគេប្រមូលផ្ដុំគ្នារងចាំទទួលជំនួយស្បៀងអាហារនេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់កាហ្សានិងក្រុមគ្រូពេទ្យក្នុងតំបន់សាក្សីដែលបានឃើញទល់ភ្នែកបានរៀបរាប់ពីរបៀបដែលរថក្រោះបាត់បាញ់ប្លង់ជាច្រើនគ្រាប់ចូលទៅក្នុងហ្វូងមនុស្សអាឡាអ្នករស់រានមានជីវិតម្នាក់ក្រោយពីការបាញ់ប្រហារបាននិយាយទៅកាន់មន្ទីរពេទ្យ Nasser ថាភ្លាមៗនោះគ្រាប់ប្លង់ចាប់ដើមធ្លាក់ចុះនេះជាគ្រាប់រថក្រោះមនុស្សកំពុងស្លាប់ខ្លួនរបស់ពួកគាត់ត្រូវបានហែកចេញជាពីរគឺគ្រាន់តែចាំយកអាហារសម្រាប់កូនពួកគាត់តែប៉ុណ្ណោះបុគ្គលិកមន្ទីរពេទ្យ Nasser បានឲ្យដឹងថាយ៉ាងហោចណាស់អ្នករបួស20នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរយោធាអ៊ីស្រាអែលបានបញ្ជាក់ថាពួកគេពិតជាបានប្រើប្រាស់រថក្រោះដើម្បីបាញ់ប្រហារមែនដោយព្យាយាមកាត់បន្ថយផងដែរនៅគ្រោះថ្នាក់ដល់ជនស៊ីវិលខណៈពេលដែលអះអាងសិទ្ធិមនុស្សរបស់កងទ័ពក្នុងការការពារខ្លួននៅពេលដែលស្ថិតនៅក្រោមការគំរាមកំហែងនៅថ្ងៃដដែលនោះក្នុងតំបន់កាហ្សាមនុស្សយ៉ាងហោចណាស់14នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយការបាញ់កាំភ្លើងនិងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយរបស់អ៊ីស្រាអែលដែលនាំមកឲ្យចំនួនមនុស្សស្លាប់កើនឡើងប្រមាណ73នាក់ក្នុងមួយថ្ងៃនេះគឺជាការសម្លាប់ដ៏អាក្រក់បំផុតគិតចាប់តាំងពីការបើកការផ្ដល់ជំនួយឡើងវិញនៅក្នុងខែឧសភាអាញាធរកាហ្សាបាននិយាយថាមនុស្សសរុបចំនួន397នាក់បានស្លាប់ហើយជាង3000នាក់ទៀតរងរបួសខណៈដែលព្យាយាមទទួលបានជំនួយស្បៀងអាហារ